នេះសូមអនុញ្ញាតបង្ហាញជូននៅសកម្មភាពនៃក្រុមយុវជនរបស់យើងក្នុងវិទ្យាល័យមង្គលបុរីដឹកនាំដោយរូបខ្ញុំបាទនិងលោកអនុវិធានព្រមទាំងទីប្រឹក្សានិងសមាជិកទាំងអស់108នាក់ដើម្បីធ្វើម៉េចឲ្យក្នុងវិទ្យាល័យរបស់យើងគ្មានសម្រាមបាទអញ្ចឹងក្រោយពេលដែលយើងបានធ្វើការប្រជុំរួមជាមួយនឹងបងប្អូនអាជីវករនៅក្នុងវិទ្យាល័យមង្គលបុរីយើងហើយក៏ដូចជាក្រោយពេលដែលយើងបានណែនាំដល់កូនសិស្សានុសិស្សក្នុងវិទ្យាល័យមង្គលបុរីនេះគឺជាសកម្មភាពទី2ហើយដែលយើងបានធ្វើហើយឃើញថាសម្រាមគឺតិចមែនទែនបាទតិចមែនទែនបើប្រៀបនឹងមុនយើងចុះអនុវត្តមុនយើងចុះធ្វើការណែនាំអញ្ចឹងបើសិនជាល្អបែបនេះមកបន្តទៀតយើងសង្ឃឹមថាទៅថ្ងៃអនាគតថ្ងៃក្រោយក៏យើងគឺគ្មានសម្រាមទេក្នុងបរិវេណយើងនោះកូនធ្វើការដោយភាពសប្បាយរីករាយត្បិតតែអាកាសធាតុមានក្តៅបន្តិចតែក៏មានមេឃសុទុំខ្លះបាទពួកគាត់សប្បាយបានសប្បាយរីករាយតែម្ដងគាត់រំពឹងទុកភាពសប្បាយរីករាយនឹងការអភិវឌ្ឍក្នុងសាលានៅពេលសង្ក្រាន្តមកដល់បាទអញ្ចឹងការខំប្រឹងប្រែងរបស់យើងនេះគឺធ្វើឡើងទី1ដើម្បីសាលាយើងទេទី2គឺដើម្បីស្វាគមន៍បាទនៅសង្ក្រាន្តអភិវឌ្ឍក្នុងវិទ្យាល័យគ្រូបរិយាយើងដែលនឹងប្រព្រឹត្តទៅរយៈពេល3ថ្ងៃថ្ងៃទី10 11 12បាទគ្រប់ទីធ្លាទាំងអស់នៅក្នុងបរិវេណវិទ្យាល័យយើងឃើញថាស្ទើរតែគ្មានឃើញថង់ប្លាស្ទិកឬក៏ក្រដាសទៀតទេបាទលែងមានហើយបាទតិចតួចណាស់បាទតិចតួចណាស់ដោយសារតែសាលាយើងជាសាលាធំហើយចំនួនសិស្សក៏ច្រើនអញ្ចឹងវាពាក់ព័ន្ធទៅនឹងបរិស្ថានដើមឡើយគឺលំបាកមែនទែនបាទហើយក្រោយពេលដែលយើងមានក្រុមយុវជនស្ម័គ្រចិត្តសសយក ហើយយើងបានប្រជុំបែងចែកកាលវិភាគក្នុងការចុះសម្អាតសម្រាមតាមបរិស្ថានតាមទីធ្លារបស់យើងនេះមួយសប្តាហ៍យើងធ្វើ2ថ្ងៃបាទថ្ងៃច័ន្ទនិងថ្ងៃសុក្របាទអញ្ចឹងសង្ឃឹមថាបងប្អូនក៏ដូចជាពលរដ្ឋបាទចូលរួមដើម្បីបរិស្ថានស្អាតក្នុងស្រុករបស់យើងក្នុងខេត្តរបស់យើងក្នុងប្រទេសរបស់យើងបាទបើឃើញមានលាយអាវសផងនេះពួកគាត់សុទ្ធតែជាយុវជនសសយកយើងទាំងអស់ប៉ុន្តែដោយសារតែឯកសណ្ឋានរបស់គាត់កាត់មិនទាន់រួចបាទអាចខ្ទង់ថ្ងៃ20ជាងគឺរួចរាល់ភាគច្រើនហើយស្ទើរតែ99%ហើយមួយចំនួនទៀតគាត់ជាប់ធ្វើការប្រឡងបាទអញ្ចឹងយើងអនុញ្ញាតឲ្យគាត់ប្រឡងតាមអ្វីដែលជាតម្រូវការរបស់លោកអ្នកគ្រូដើម្បីបានបន្ទុកបានឡើងថ្នាក់អីចឹងទៅបាទធ្វើត្បិតតែពេលខ្លះវាហត់វានៅតែភាពផ្សាយក្អាកក្អាយទៅលើសកម្មភាពរបស់ពួកយើងដែលបានធ្វើនេះគឺនៅតែបន្តមានរហូតបាទស្នាមញញឹមណានេះគឺមកដោយការស្ម័គ្រចិត្តដោយការពេញចិត្តមិនមែនមកដោយការបង្កើតបង្ខំមិនមែនមកដើម្បីតែប្រយោជន៍យើងគ្មានអ្វីដែលជាប្រយោជន៍ឲ្យពួកគាត់ទេគឺមានតែបង្កើតនៅសកម្មភាពឬក៏បង្កើតនៅសកម្មភាពទាំងឡាយណាដែលជាប្រយោជន៍ដល់សង្គមជាតិយើងបាទក្នុងឆ្នាំនេះមានការផុសផុលខ្លាំងពាក់ព័ន្ធទៅនឹងការចូលរួមដើម្បីក្លាយជាយុវជនសសយកប្រចាំជាល័យមង្គលបរិយាយើងដោយគាត់សម្លឹងឃើញពីផលប្រយោជន៍រួមនៅក្នុងសង្គមជាតិរបស់យើងតាមរយៈការលះបង់របស់គាត់នឹងបានជាប្រយោជន៍ខ្លះមិនច្រើនក៏បានខ្លះជូនដល់សង្គមជាតិជាងការប្រព្រឹត្តនៅទង្វើខុសឆ្គងទាំងឡាយដែលនាំឲ្យសង្គមជាតិអាប់អោនបាទនេះជាសកម្មភាពទី2ហើយបន្ទាប់ពីសប្តាហ៍មុនដែលខ្ញុំបានបង្ហាញជូនបាទខ្ញុំយើងឃើញថាស្ទើរតែទាំងស្រុងស្អាតពេញទីធ្លាតែម្ដងហើយក៏សូមរីករាយសូមស្វាគមន៍នៅសមាជិកថ្មីបន្តទៀតដែលចង់ចូលរួមជាមួយនឹងពួកយើងដោយគ្មានការចំណាយថវិកាឬបងប្រាក់អ្វីទាំងអស់បាទយើងចូលដោយការស្ម័គ្រចិត្តដោយការពេញចិត្តរបស់យើងបាទ
Tích đo tham được freestyle với bạn đó ngồi bị bay